បាទសួស្តីបងនិស្សិតបងសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់នេះគឺប្រភេទសំកាយនេះយើងដូចជាខេត្តកំពង់ស្ពឺសម័យប្រឡងប្រហែលជាឆ្នាំ2024ខ្ញុំភ្លេចដែរជាងស្រ័យបំភ្លឺថាគ្រប់ x គ្រប់ចំនួនពិតនៃ x គេបាន1តូចជាងឬស្មើ2ដកកូស x តូចជាងឬស្មើ3រួច1លើ3តូចជាង1លើ2ដកកូស x តូចជាង1 2 f ជាអនុគមកំណត់ដោយអញ្ចឹងទៅជាដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំសូមសរសេរចម្លើយតែម្ដងចម្លើយបាទចេញឲ្យស្រ័យបំភ្លឺថាស្រ័យបំភ្លឺថាមានអីបាក់នេះយើង easy គ្រប់ x គ្រប់ a នេះគ្រប់ចំនួនពិតនៃ x គេបាន1តូចជាង2ដកកូស x តូចជាង3យើងស្រ័យមិនគ្នាយើងត្រូវដឹងថា1តូចជាងកូសនៃ x តូចជាងឬស្មើជាង1ដកនេះដកនេះយើងធ្វើម៉េចបានដឹងដោយសារអីដែននៃកូសអតិបរមារបស់វាគឺដក1អបបរមារបស់វាដក1អតិបរមារបស់វានេះគឺ1មានថាតូចបំផុតគឺដក1ធំបំផុតគឺ1អញ្ចឹងគេដឹងថែមថយមកនេះយើងមានអីយ៉ា easy ដូចខ្ញុំនិយាយនេះ2ឯងបាទ2យើងគុណសញ្ញាដកចឹងបាទគុណសញ្ញាដកចូលដើម្បីចេញដកគោនេះបានឆ្លាស់គ្នាណាដក1ក៏ប៉ុន្តែនេះកន្លែងនេះទេគុណដកតែខ្ញុំសេនឹងហើយតិចច្រឡំតិចវិញគ្នាយើងមើលតួណាអានេះដក1ខ្ញុំសេនេះវិញគាត់នេះយើងគុណសញ្ញាដកបញ្ចូលអាដក1ដកប៉ះដក1នេះវាបូកដល់នេះបាទដូចគ្នាតិចច្រឡំគ្នាបាទជាឆ្លាស់គ្នាតួនេះបាទកាលណាតែគុណដកគុណសញ្ញាគឺត្រូវដូរបាទដូរសញ្ញាតែនេះយើងបូកមកបាទនេះយើងបូក2ដកកូស x